សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំបានលើកយករឿងសំប៊ីមួយដើម្បីមកចែកជូនអ្នកគ្នាទស្សនានៅក្នុងមន្ទីរពេទ្យមួយយើងឃើញថាមានអ្នកជំងឺជាច្រើនហើយយើងក៏បានឃើញដុកទ័រម្នាក់ដើរចុះក្នុងបន្ទប់អ្នកជំងឺហើយក៏គេក៏បានទៅចូលវះកាត់តាមធម្មតាប៉ុន្តែគ្រូពេទ្យនោះក៏បាននិយាយថាអ្នកជំងឺនេះមានអាការៈផ្លែផ្កាយ៉ាងម៉េចទេនិយាយមិនទៅពីមកផងថាជំងឺនោះក៏បើកភ្នែកព្រមទាំងមានឈាមនៅលើភ្នែកហើយដុកទ័រនោះក៏ផាត់ភ័យយ៉ាងខ្លាំងបន្ទាប់មកអ្នកជំងឺនោះក៏បានខាំដុកទ័រនោះស្លាប់បាត់ទៅហើយអ្នកគ្រូពេទ្យម្នាក់នោះក៏បានផាត់ភ័យយ៉ាងខ្លាំងហើយបន្ទាប់មកអ្នកគ្រូពេទ្យនោះក៏បានរត់ទៅដើម្បីប្រាប់អ្នកគ្រូពេទ្យមួយទៀតថាដុកទ័រនោះគឺថាអ្នកជំងឺម្នាក់នោះគឺបានស្លាប់បន្ទាប់មកអ្នកទាំងពីរក៏បានព្រោះតែមកបន្ទាប់មកយ៉ាងលឿនតែពេលដែលគេរួមមកដល់គឺគេភ័យអស់ឡើងខ្លាំងព្រោះទៅនោះហើយការជាសង្វេគទាំងពីរនាក់ហើយទាំងពីរគឺថាតើសុខខាងមែនតើធ្វើឲ្យដុកទ័រនិងអ្នកជំងឺនោះខាប់សម្លាប់នៅកន្លែងនេះពេលដែលជំងឺកំពុងតែរងចាំហើយអ្នកគ្រូពេទ្យម្នាក់នេះក៏បានដាស់មកជាបរិម្នាក់នោះគឺឆ្ងាយខ្លាំងហើយនៅពេលដែលអ្នកគ្រូពេទ្យនោះងាកមកគឺថាពាក្យតែម្ដងហើយអ្នកទាំងអស់គ្នាគឺថាតស្រកយ៉ាងខ្លាំងនៅពេលដែលឃើញទស្សនវិជ្ជានេះហើយពួកគេគឺភ័យខ្លាំងណាស់បាននាំគ្នាប្រជិញពីមន្ទីរពេទ្យនោះយ៉ាងទាំងអស់គ្នាតែម្ដងនៅពេលដែលពួកគេរួមមកដល់ហាងកាហ្វេមួយអ្នកណាទីនោះក៏ពិតជាឆ្ងល់ខ្លាំងមែនតើថាពួកគេរត់ទៅណាហើយនិយាយមកថាកាមេរ៉ាអ្វីកើតឡើងណាបន្ទាប់មកអ្នកគ្រូពេទ្យនោះក៏បានដាក់មកកន្លែងគូសង្សារពីរនាក់ហើយក៏បានខាំឲ្យស្រីម្នាក់នេះហើយគេក៏បានស៊ីស្រីម្នាក់នោះគឺពិតជានេះខាំមែនតើពេលហើយអ្នកនៅក្នុងហាងអើគឺចាយជើងគ្រីប្រងមកណាគ្រីបន្ទាប់មកម្ចាស់ហាងហ្នឹងក៏ថាកាមេរ៉ាអីហើយបន្ទាប់មកព្រមអ្នកនោះក៏បានទៅសង្កត់ម្នាក់ហ្នឹងហើយតែប៉ុន្តែអ្នកគ្រូពេទ្យហ្នឹងក៏បានខាំតែបុរសហ្នឹងទេហើយលើនេះទីក្រុងពោពេញទៅដោយស៊ុំប៊ីព្រៃលប់យ៉ាងខ្លាំងទៅលើប្រជាជននៅទីក្រុងនោះធ្វើឲ្យពួកគេស្លាប់ទាំងច្រើននេះហើយមានអ្នករីអ៊ំលើម្នាក់ក៏បានខាំពួកគេរត់ទាំងខ្លាំងហើយគេមានរឿងអ្វីហ្នឹងអ្នករៀនម្នាក់ហ្នឹងក៏បានហើយពួកគេរត់ធ្វើអីបន្ទាប់មកគេក៏បានឃើញស៊ុំប៊ីម្នាក់ហ្នឹងក៏បានដើរមកហ៊ីនឹងភ័យពេកក៏បានដើរមកឆ្នាំខ្ទះស៊ុំប៊ីហ្នឹងស្លាប់បែកនៅកន្លែងនេះវិញអ្នករៀនម្នាក់ដែលសាក់ពួរកាជុកនេះក៏បានស្រែកថាក្បាលស៊ុំប៊ីនោះមកជិបប៉ុន្តែស៊ុំប៊ីនោះក៏បានខាំបន្ទប់នាងស៊ីយ៉ាងឆ្ងាញ់មកតែម្ដងតែម្ដងអ៊ីអាបេដនទេវិញស៊ុំប៊ីក៏បានដាច់តែហើយអ៊ីមនោះក៏បានជប៉ុបចង់ដូរធ្វើឲ្យស៊ុំប៊ីនោះមានឱកាសក៏បាននាំគ្នាស៊ីអ៊ីវិញនោះកាត់ត្រូវតបមកស៊ុំប៊ីនោះក៏បានដេញពូមួយដែលបានទំជីមពីងូទឹកក៏បានស៊ុំប៊ីតែងនៅពេលដែលស៊ុំប៊ីទៀតស្ងាត់បន្តិចយ៉ាងក៏បានមកឃើញថាទីក្រុងទាំងមូលគឺបានទីក្រំស្នាក់តែស៊ុំប៊ីនោះនៅទីនោះគឺថាអកំឡុងខ្លាំងមែនតើហើយមានក្មេងស្រីម្នាក់ក៏បានយំបន្ទាប់មកស៊ុំប៊ីម្នាក់នេះគឺបានថាមកចង់សម្រាប់ពីក្មេងស្រីហ្នឹងតែហើយសម្រាប់បានមីអ៊ីពូធំនេះបានមកវាយមកឆ្នាំខ្ទះបន្ទាប់មកអ្នកទាំងពីរក៏បាននាំគ្នារត់តាមបីទៅកន្លែងមានសុវត្ថិភាពបន្ទាប់មកគឺពួកគេប្រមដល់កន្លែងមួយគឺបានថាឃើញសមាសំប៊ីរត់យ៉ាងចចាយបន្ទាប់មកពួកគេភ័យយ៉ាងខ្លាំងក៏បាននាំគ្នារត់ប្រៃតែម្ដងហើយសំប៊ីម្នាក់នោះគឺថាអ៊ុយជាខ្លាំងទេបន្ទាប់មកពួកគេក៏បានរត់ហើយសំប៊ីក៏បានអីពីក្រៅបន្ទាប់មកពួកគេក៏បានលាក់ខ្លួននៅកន្លែងមួយចង់ណាដល់គ្នាដើម្បីគេពីសំប៊ីហើយពួកគេគឺថាភ័យយ៉ាងខ្លាំងបន្ទាប់មកពួកគេក៏បានរួនតាមអើយកំណត់បាក់នេះហើយបន្ទាប់មកគឺថាពួកគេក៏បានដល់កន្លែងមានសុវត្ថិភាពហើយរឿងយ៉ាងក៏បានចាប់ត្រឹមតែបណ្ឌិតសម្រាប់បណ្ដគ្នាជួបគ្នានៅពេលអូក្រោយបាយបាយ